លោកតាលោកជ័យពូមីងបងប្អូនទាំងអស់រួមយ៉ាងក្មួយដែលមានវត្តមាននៅកម្មវិធីប្រកាសសុពលភាពស្រុកក៏ដូចជាការប្រកាសស្វាគមន៍លោកខំពុនថេងសូមគោរពថ្នាក់ដឹកនាំទាំងអស់ទាំងថ្នាក់ជាតិខេត្តស្រុកដែលមានវត្តមានដោយសារតែពេលវេលាហើយលោកតាលោកយាយពូមីងអេក្តៅខ្លាំងចឹងខ្ញុំមិនច្រើនទេសូមតែ1ម៉ោងបានទេបងប្អូនបាទអរគុណច្រើនបើខ្ញុំចូលមកខ្ញុំឃើញកម្លាំងលើមុខលោកតាលោកយាយក៏ដូចជាពូមីងបងប្អូនទាំងអស់ហាក់ដូចជាមុខសពតសពូនហើយជាមានបញ្ហាក្នុងចិត្តច្រើនបញ្ហាក្នុងចិត្តអញ្ចឹងហើយបានថ្ងៃនេះមានវត្តមានអញ្ជើញមកចូលរួមចង់ស្ដាប់អំពីគោលនយោបាយគណៈបកកម្លាំងជាតិថាតើគណៈបកកម្លាំងជាតិមានគោលនយោបាយអីនៅពេលអនាគតសូមបងប្អូនមានជំនឿជឿជាក់ត្បិតគណៈបកកម្លាំងជាតិជាគណៈបកក្រដោយរោសិតគាត់លើកឡើងអញ្ចឹងគណៈបកក្រប៉ុន្តែអ្នកដឹកនាំគណៈបកគាត់តាមរចនាសម្ព័ន្ធទាំងអស់ហ្នឹងមានអ្នកសក្ការមានឧត្តមគតិមានទឹកចិត្តស្មោះត្រង់នឹងជាតិអាហ្នឹងនឹងស្វែងរកដំណោះស្រាយជូនបងប្អូនហើយចឹងខ្ញុំមើលទឹកមុខលោកតាលោកយាយពូមីងប្រកបណាស់ហើយកំពុងតែជាប់បំណុលធនាគារជាប់ទេបងប្អូនចឹងបានជាមុខមិនស្រស់បងហ្នឹងដោយសារតែមានបំណុលមួយទៀតបញ្ហាសាំងឡើងថ្លៃដោយសារមានសង្គ្រាមនៅមជ្ឈមបូព៌ាจึงធ្វើឲ្យតម្លៃសាំងនៅកម្ពុជាយើងហក់ឡើងខ្ពស់ហើយអ្នកដែលប្រើប្រាស់គឺប្រជាពលរដ្ឋយើងទាំងអស់គ្នាហ្នឹងមិនចឹងណាបាទពីព្រោះយើងត្រូវប្រើប្រាស់ម៉ូតូឡានអ្នកឬមួយអ្នកដែលធ្វើស្រែចម្ការត្រូវការបូមទឹកត្រូវការគោយន្តត្រូវការជួររងអីសពបែបយ៉ាងអាហ្នឹងហើយដែលជាបញ្ហាប្រឈមហើយយើងឃើញសាំងឡើង5,500ក្នុង1លីត្រមកសូត្រ6,550ចំពោះបងប្អូនខ្ពស់សូត្រថាតើយើងរកដំណោះស្រាយបែបម៉េចគណៈបកកម្លាំងជាតិមានគោលនយោបាយអីក្នុងការដោះស្រាយបញ្ហាទាំងអស់នេះការពិតគណៈបកកម្លាំងជាតិជាគណៈបកប្រឆាំងមួយដូច្នេះកាតព្វកិច្ចគ្រាន់តែជាការចង្អុលបង្ហាញរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចដោះស្រាយជូនប្រជាពលរដ្ឋក៏ដូចជាអ្នកតំណាងរាស្ត្រទាំង125ហ្នឹងត្រូវស្វែងរកដំណោះស្រាយជូនម្ចាស់ឆ្នោតអាហ្នឹងដែលត្រូវដោះស្រាយប៉ុន្តែចំពោះបកប្រឆាំងយ៉ាងម៉េចគ្រាន់តែជាការចង្អុលបង្ហាញនិងធ្វើអន្តរាគមន៍
មកធ្វើអង្គប្រគំបងប្អូនបានឃើញហើយសេចក្តីថ្លែងការណ៍មកសាមញ្ញបាទ